Yet now Thailand are breaking down any diplomatic. Fucking hell. Do we leave? So we go? Yeah, you can go out. Right? Do we stay or go? Can we shoot? Yeah. As you can see, they just fired warning shots to try and scare me off. I'm waiting to be told if I can stay or not. សួស្តីបងប្អូនហ្នឹងហើយបងប្អូនថ្ងៃនេះខ្ញុំមានព័ត៌មានថ្មីមួយដែលពាក់ព័ន្ធជាមួយនឹង Kevin Smith KH បងប្អូនស្គាល់គាត់អត់មែនអត់ Kevin Smith KH ហ្នឹងគឺជាជនបរទេសម្នាក់ដែលគាត់ស្រឡាញ់ប្រជាជនកម្ពុជាស្រឡាញ់ទឹកដីកម្ពុជាស្រឡាញ់សម្បត្តិផ្សេងរបស់កម្ពុជាដូចជាសម្បត្តិធម្មជាតិសម្បត្តិវប្បធម៌អីផ្សេងហ្នឹងហើយបងប្អូនស្គាល់គាត់តាមរយៈវីដេអូដែលគាត់យកអា spray តបាញ់នៅទូកុងតឺន័រថាសៀមជាចោលអីប្រទេសចោលប្រទេសអីហ្នឹងគាត់ឈ្មោះ Kevin Smith KH ហ្នឹងឯងគាត់ឈ្មោះ Kevin ហ្នឹងហើយថ្ងៃនេះពីប្រហែលជាសៀលមុនហ្នឹងខ្ញុំឃើញគាត់បង្ហោះពាក់ព័ន្ធជាមួយនឹងគាត់ចោះទៅអូស្មាច់គាត់ចោះទៅអូស្មាច់ដើម្បីទៅកន្លែងកុងតឺន័រដែលតបសៀមវិដាក់នៅលើដីខ្មែរដ៏ខុសច្បាប់ណាគាត់ទៅហើយគាត់បានបង្ហោះថាទាហានថៃទើបតែបាញ់នៅក្បែរខ្ញុំនៅអូស្មាច់ទឹកដីអធិបតេយ្យរបស់ខ្មែរដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់អ្វីដែលខ្ញុំកំពុងធ្វើគឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះនៅថ្ងៃទី29ខែមេសាពួកគេបានបាញ់ប្រមានចំនួន9គ្រាប់ទៅលើមន្ត្រីអន្តរជាតិដែលអះអាងថាវាគ្រាន់តែជាផាវប៉ុណ្ណោះនេះជាផុសតាងដែលពួកគេបានធ្វើហើយថៃកំពុងកុហកពិភពលោកសរុបទៅមានការបាញ់ចំនួន4គ្រាប់នៅថ្ងៃនេះអញ្ចឹងគាត់លោក Kevin Smith KH ហ្នឹងគាត់បង្ហោះនៅលើเพจផ្លូវការប្រកួតពាក់ព័ន្ធជាមួយថ្ងៃនេះទាហានថៃបាញ់នៅក្បែរគាត់ដើម្បីគំរាមគាត់អញ្ចឹងណាបងប្អូនហើយពាក់ព័ន្ធជាមួយនឹងការបាញ់នេះគាត់ក៏បានលើកឡើងថាកាលពីថ្ងៃទី29ខែមេសាកន្លងទៅណាដែលពួកសៀមនឹងវាបាញ់រះមកលើនេះមកលើខាងស្អីគេវាបាញ់គម្រាមនេះបងប្អូនវាបាញ់គម្រាមអនុព័ន្ធយោធាដែលប្រចាំការនៅប្រទេសកម្ពុជាយើងណាបងប្អូនកាលពីថ្ងៃទី29បងប្អូននៅចាំអត់កាលនោះបាញ់រះ5ដងបាញ់ចំនួនប្រហែលជា9ទៅ10គ្រាប់កាលនោះហើយព័ត៌មានជាក់ស្ដែងថា9គ្រាប់ហើយបន្ទាប់មកពួកវាក៏បានធ្វើសេចក្តីថ្លែងការណ៍រជីកចោលព័ត៌មានពីខាងកម្ពុជាយើងថាការនោះមិនមែនជាការផ្ទុះគ្រាប់អីទេគ្រាន់តែជាការដុតផាវលេងតែប៉ុណ្ណឹងហើយចឹងយើងដឹងហើយថាផាវមិនផាវបងប្អូនដឹងថាវាផ្ទុះផាវឬមួយក៏វាផ្ទុះអាវុធហើយពួកចៅវាមិនដែលប្រាប់ថាខ្លួនវាជាចៅទេបងប្អូនវាអត់ដែលទទួលស្គាល់ថាខ្លួនវាជាចៅវាអត់ទទួលស្គាល់អ្វីដែលវាបានរំលោភបំពានមកលើគេវាអត់ដែលទទួលស្គាល់ទេហើយវាបំពានមកលើយើងហើយវាថាដីទាំងអស់ហ្នឹងគឺជាកម្មសិទ្ធិភវាប៉ុន្តែខ្មែរយើងទេដែលតែរស់នៅដោយខុសច្បាប់នៅលើទឹកដីរបស់វា
កាន់កាប់ដោយខុសច្បាប់កាន់កាប់ខុសច្បាប់ស្អីអនុសារណៈយកយល់គ្នាមាន2001ឬ MOU 44ហ្នឹងមានឥឡូវវាលុបចោលអស់វាលុបចោលតិចលុបតាម៉ែវាហ្នឹងវាលុបតាខាងវាហ្នឹងឯងពួកអានេះវាមិនដឹងថាច្បាប់អន្តរជាតិនោះវានៅណាច្បាប់អន្តរជាតិវាកំពុងថាឈួលច្បល់ធូរលងដែលវាមិនអាចទៅប្រកបបញ្ជាឲ្យវានឹងធ្វើតាមច្បាប់អន្តរជាតិអីក៏មិនខ្ញុំវាមិនសូវយល់ដែរពាក់ព័ន្ធមួយច្បាប់អីគេហ្នឹងគាត់ថាយើងមានការយោគយល់គ្នាហើយចុះហត្ថលេខារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលយើងទទួលស្គាល់ MOU 2001ឬមួយក៏ MOU 44ដែលខាងថៃហ្នឹងតែឥឡូវវាលុបបាត់វាលុបហើយវាលុបវាសិតតែមានគោលបំណងអត់ល្អមកលើខ្មែរយើងហើយបានវាលុបចឹងហើយរាល់ថ្ងៃឃើញព័ត៌មានពីថៃពីភូមាព័ត៌មានខ្មែរយើងចុះផ្សាយប្រងព្រាតពាក់ព័ន្ធជាមួយនឹងការចល័តរថពាសដែករថក្រោះការបង្ហាញពីស្អីគេការហ្វឹកហ្វឺនដ្រូនទាហានដ្រូនទាហានអីចល័តនាវាចម្បាំងចូលមកដែនទឹកកម្ពុជានឹងគ្រាន់បើរដ្ឋាភិបាលយើងចាស់ទុំខំមាត់សង្កត់ចិត្តហើយក៏ដូចកូរ៉េខាងជើងអីវិញហ្នឹងចប់បាត់អានោះផ្អើលចាយបាត់ហើយយើងចាស់ទុំយើងចង់ធ្វើការងារទាំងអស់ហ្នឹងពាក់ព័ន្ធជាមួយនឹងច្បាប់អន្តរជាតិទ្វេភាគីក្នុងន័យការទៅចែកគ្នារវាងយើងហើយនឹងគេដោយផ្សារភ្ជាប់ជាមួយនឹងឯកសារដែលមានស្រាប់ដែលព្រមព្រៀងគ្នាកន្លងមកវាមានអញ្ចឹងណាវាគិតតែខ្មែរយើងស៊ីបាយត្រឡោកវាគិតតែខ្មែរយើងនឹងស៊ីបាយត្រឡោកវាស៊ីបាយផ្កាយ5វាគិតតែខ្មែរយើងលើងងទាំងអស់ហ្មងហើយមិនហើយឃើញបងខេវីនគាត់ផុសអញ្ចឹងខ្ញុំភ្ញាក់ដែរតែចុយមកនេះបាញ់ទៀតហ៎បាញ់គម្រាមទៀតហ៎ហើយមិនដឹងថាអន្តរជាតិគេគិតមិនអីមិនយើងវាមិនសូវដឹងដែរហើយថ្ងៃមុនបាញ់ខាងសម្ព័ន្ធយោធាដែលចុះមកនេះហ្នឹងអនុព័ន្ធយោធាដែលចុះមកត្រួតពិនិត្យតាមព្រំដែនដែលមានបញ្ហានឹងកន្លែងដែលថៃវាឆ្លៀនពៀនហើយវាធ្វើនេះធ្វើនោះវាសាងសង់នេះសាងសង់នោះដល់នៅលើដីខ្មែរនៅលើអធិបតេយ្យខ្មែរនេះដោយខុសច្បាប់នេះគឺពួកគេមានឯកសារអីមិនខ្ញុំអត់ដឹងទេព្រោះអ្វីដែលខ្ញុំឃើញគឺពេលដែលពួកគាត់ចុះកាលពីថ្ងៃទី29គេផ្ទុះអាវុធ9គ្រាប់កាលហ្នឹងក្រសួងការពារជាតិអ្នកនាំពាក្យក្រសួងការពារជាតិក៏គាត់ចេញសេចក្តីថ្លែងការណ៍ព័ត៌មានផ្សេងក៏ចេញសារព័ត៌មានចេញជាហោហែបន្ទាប់មកថៃក៏វាបដិសេធណាអញ្ចឹងអនុព័ន្ធយោធាដែលប្រចាំនៅកម្ពុជាគាត់ប្រកាសជាដឹងច្បាស់ថាសលេងហ្នឹងសលេងផាវឬមួយក៏សលេងអាវុធព្រោះពួកគាត់ស្ថាយោធាអញ្ចឹងគាត់អាចស្ដាប់បានសលេងផាវសលេងអាវុធវាខុសគ្នាមិនអាហ្នឹងអញ្ចឹងបងប្អូនហើយថ្ងៃនេះបងខេវីនគាត់ទៅអូស្មាច់ត្រូវបានគេបាញ់គម្រាមទៀតហើយអានេះបរទេសដែលគេឈឺស្អាលជាមួយយើងដែលគេស្រឡាញ់យើងដែលគេចង់ជួយយើងគេហ៊ានណាហើយក្មេងខ្មែរមួយចំនួនណាដែលដើរតកាប់ចាក់គ្នាខ្មែរ
lên bao quay thật nia bánh tà rang nè mơ nè mơ bong Kevin cái thưa ấy khác đầm bay và dạo chiết đầm bay và dạo phải chia chôn Campuchia đầm bay à tháp tay nè tháp tay chiết Khmer nè đầm bay à tháp tay chiết Khmer hồi ai nó chỉ Khmer chim chỉ Khmer mình chơi sờ lanh Khmer cái này anh mình chơi sờ lanh và tê chiết mình chơi chứ à lên bao mùi cái vay cái này đã lên rom thủng ba hay con đã mơ mộng số vay cái này có đôi mà chào một xiết ở này tờ chẳng cả đau ta mơ cái này chỉ cầm ru nắng ai bong bóng là video nắng nhom miên là bảo bắn nắng trong chạy mình lên vì bong Kevin là quạt tàu smash hay miên cả banh cầm riêng vì thể hiện chốt màu thay để cho nó lư con tận ở banh cầm riêng một lư rụp quạt đó nè hay mình đang chỉ quạt thay bằng máy tàu nè mình đang chỉ quạt thay bằng máy tàu hay bong bóng nhom video này nhom trong cái đam nhau tàu bong bóng tha oi bong bóng miên ta cầm đất chiết này chung mọi bàn chờ nó bong bóng sờ lanh chiết sờ lanh phải chia chun nè sờ lanh phải chia chun Khmer luôn ai sờ lanh chiết Khmer luôn ai sờ lanh bát tê Khmer nè chui thả xa chui thừa mấy oi Khmer dương can tại miền mục miền mọt rịch mọt nè cột bị say còn mà lấy tại chua khnia Khmer hay Khmer còn mà sao hay bong bóng nè dương chỉ chôn chiết Khmer dương cua tại Khmer chôn bò tê để đôi chỉ bong Kevin ní cột màu chui Khmer chờ nó hay có cột chui sọc sai bò đầm miên ấy xem bẹ pon cho môi bờ tê Campuchia chia vào xe bẹ pon là rươngpai nhà prom đan để sọc ngay ní ở sau miên lại hiền là dây hay cột cho tao tăng thôi và than bộ con cho tao tăng thôi và than mp khác ngày nãy cột cái bánh ngầm riêng ngày khói mình xuống cái ai ni thiết là bộ bài cao nữa bộ thể hiện bài cao bộ xiêm bài cao rồi rồi bánh hái về tha riêng cái ấy nó ngọt dương mà rồi nó hay bong bóng video nó miên là một văn năng hay chun pơ bong bóng ở miên sau phiệp lo rồi xi miên ban cục rong phù sa nữa bong bóng hay bong bóng mà sân chỉ bong bóng cất ha video để nhom thưa ni miên phải giao sầm rạpមនុស្សជាតិសម្រាប់ជនជាតិខ្មែរសម្រាប់ប្រទេសខ្មែរយើងបងប្អូនអាចជួយចុច Subscribe ហើយនឹង comment ឬមួយក៏ចែកម្លែកវីដេអូខ្ញុំឲ្យបានអ្នកដតីមើលឲ្យបានកូនខ្មែរផ្សេងដែលគាត់កំពុងតែលងលក់ជាមួយនឹងអំពើហិង្សាដែលកំពុងតែលងលក់ជាមួយនឹងការដើរផ្លូវខុសអីផ្សេងគីឡូអាចជួយកោះកកាយប្រកួតបានឡើងមកវិញអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនអរគុណច្រើន